បាទសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាអំពីរបៀបក្នុងការ upload ឬក៏យើងហៅថាជាការទាញយក program ពី PLC S7 1200នៅក្នុងកម្មវិធី TIA Portal របស់យើងបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំប្រើប្រាស់នៅកម្មវិធី TIA Portal version 17អញ្ចឹងបងប្អូនអាចបើកកម្មវិធីរបស់យើងមកបន្ទាប់មកទៀតយើងចូលមកកាន់កន្លែង create new project នេះអញ្ចឹងបងប្អូនអាចធ្វើការដាក់ឈ្មោះទៅលើbackup របស់បងប្អូនបានបាទអញ្ចឹងខ្ញុំដាក់ឈ្មោះថា backup បាទ PLC S7 1200បាទអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនធ្វើការ backup ចំពោះម៉ាស៊ីនណាមួយបងប្អូនអាចដាក់ឈ្មោះម៉ាស៊ីនអញ្ចឹងទៅហើយអាចដាក់ទៅលើថ្ងៃខែដែលយើងបានធ្វើការ backup នឹងទៅដើម្បីអាចឲ្យយើងដឹងថាតើយើងបាន backup ឬក៏ upload នៅក្នុងថ្ងៃណាយ៉ាងណាអញ្ចឹងខ្ញុំអត់ចាំបាច់ទៅដាក់ថ្ងៃខែទេហើយនេះជា PLC របស់ខ្ញុំដែលខ្ញុំនឹងធ្វើការទាញយក program ពី PLC មួយហ្នឹងបាទអញ្ចឹងបន្ទាប់ពីធ្វើការដាក់ឈ្មោះរួចហើយយើងធ្វើការ create វាមកបាទអញ្ចឹងនៅក្នុងការ upload program ពី PLC S7 1200របស់យើងនេះគឺខ្ញុំប្រើប្រាស់តាមរយៈខ្សែ LAN របស់យើងបាទឬក៏យើងហៅថាជា Ethernet ហ្នឹងបាទអញ្ចឹងបន្ទាប់ពីធ្វើការ create new project ហើយបងប្អូនចូលមកកាន់ project view អញ្ចឹងយើងអាចចូលនៅកន្លែងដែលខ្ញុំចុចមិញក៏បានឬក៏នៅត្រង់កន្លែងនេះក៏បានបាទអូខេអញ្ចឹងយើងនឹងមកចូលមកដល់ផ្ទាំងកម្មវិធីរបស់យើងបាទអញ្ចឹងបងប្អូន select នៅលើឈ្មោះ project របស់យើងបន្ទាប់មកទៀតបងប្អូនចូលមកកាន់កន្លែងពាក្យ online ខាងលើ toolbar របស់យើងនេះបាទយើងចុចវាមួយមកយើងនឹងឃើញមានពាក្យថាបាទ upload device as new station បាទយើងចុចនៅលើនឹងមួយមកដើម្បីធ្វើការទាញយក program ពី PLC របស់យើងបាទវានឹងចាប់ផ្ដើមដំណើរការដើម្បីឲ្យយើងធ្វើការ config ទៅលើ communication ដែលយើងប្រើប្រាស់សម្រាប់ធ្វើការទាញ program ហ្នឹងមកបាទអញ្ចឹងនៅក្នុងនេះគឺយើងប្រើប្រាស់ទៅលើខ្សែ Profinet ឬក៏ខ្សែ Ethernet របស់យើងហ្នឹងបាទអញ្ចឹងកន្លែងលើនេះគឺយើងយក PN ហើយនឹង IE បាទបន្ទាប់មកកន្លែងនេះគឺជាបាទឈ្មោះ driver សម្រាប់Ethernet port នៅលើ computer របស់យើងបាទទាំងនេះគឺនៅក្នុងហ្នឹងគឺយើង connect តាមខ្សែ LAN អញ្ចឹងយើងប្រើប្រាស់តាមរយៈEthernet port នៅលើ computer របស់យើងអញ្ចឹងខ្ញុំselect នៅលើហ្នឹងមកបាទបន្តមកទៀតយើងយកពាក្យថា start search ដើម្បីឲ្យវាធ្វើការស្វែងរកទៅលើ connection រវាង computer និងPLC បាទបន្ទាប់សម្រាប់បងប្អូនដែលមានបំណងចង់សិក្សា program PLC Siemens ដោយប្រើប្រាស់កម្មវិធី TIA Portal ខាងខ្ញុំក៏មានវគ្គសិក្សាជាវីដេអូដូចគ្នាសម្រាប់កម្រិតមធ្យមនិងកម្រិតខ្ពស់ដោយយើងមានផ្ដល់ជូននៅ software និងឯកសារមេរៀនជាច្រើនសម្រាប់ព័ត៌មានលម្អិតសូមបងប្អូនទាក់ទងនៅក្នុង Telegram ដែលមាននៅក្នុង caption ខាងលើសូមអរគុណមកទៀតគឺបាទវាអាច search ឃើញទៅលើប្រភេទ model បាទ PLC របស់យើងដែលខ្ញុំបានធ្វើការ connect ទៅកាន់ PLC របស់យើងហ្នឹងបន្ទាប់មកយើង select នៅលើ PLC ហ្នឹងមកហើយយើងយកពាក្យថា upload បាទចំពោះការ upload នេះគឺយើងអត់ទាមទារឲ្យធ្វើការឈប់នៅម៉ាស៊ីនឬក៏ stop នៅ CPU របស់យើងទេមានន័យថាយើងអាចធ្វើការ upload បានទោះបីជាម៉ាស៊ីនឬក៏ system របស់យើងកំពុងតែដំណើរការក៏ដោយគឺវាអត់មានប៉ះពាល់ទៅលើដំណើរការសម្រាប់ system របស់យើងទេនៅពេលដែលយើងធ្វើការ upload បាទប៉ុន្តែបងប្អូនត្រូវតែច្បាស់នៅក្នុងការ upload ជៀសវាងនៅមានកំហុសឬក៏បញ្ហាណាមួយកើតឡើងធ្វើឲ្យមានបញ្ហាទៅកាន់ម៉ាស៊ីនឬក៏ system របស់យើងបាទចឹងបងប្អូនអាច follow ទៅតាមអ្វីដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះទៅគឺវាមានបញ្ហាអីទៅកាន់ CPU ឬក៏ system ដែលកំពុងតែដំណើរការទេ
បាទឥឡូវគឺបាទវាចាប់ផ្ដើមធ្វើការបាទទាញយក program ចេញពី CPU របស់យើងមកហើយអូខេចឹងយើងឃើញនៅខាងក្រោមនេះគឺបាទត្រូវបាន upload នៅកាន់ block ដែលមាននៅក្នុង CPU ហ្នឹងគឺបានដោយជោគជ័យបាទអត់មាន error ទេចឹងបន្ទាប់ពី upload បានដោយជោគជ័យយើងនឹងឃើញបាទមានភេទ CPU មួយនៅខាងនេះគឺយើងអាចបើកនៅក្នុងហ្នឹងមកគឺបាទមាន program មានការ config អីផ្សេងៗនៅក្នុងហ្នឹងទាំងអស់បាទអូខេឥឡូវយើងបើកមើល program សម្រាប់នៅក្នុង PLC របស់យើងហ្នឹងបាទបាទនេះជា program ដែលមាននៅក្នុង PLC របស់ខ្ញុំបាទជាប្រភេទ RS485 communication អញ្ចឹងខ្ញុំចង់ដឹងថាតើ program របស់យើងបាទវាធ្វើការរបៀបយើងចង់ online compare រវាង program ដែលយើង upload មកនេះហើយនិង CPU យើងអាចបាទ online មើលបានបាទបាទអញ្ចឹងបន្ទាប់ពីធ្វើការ online យើងឃើញថាបាទ program ដែលយើងទទួលបាននេះហើយនឹង program នៅក្នុង CPU គឺអត់មានអ្វីដែលខុសគ្នាទេបាទអញ្ចឹងគឺដូចគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងបើសិនជាបងប្អូនមានសំណួរឬក៏ចម្ងល់អីផ្សេងៗបងប្អូនអាច comment នៅខាងក្រោមបានបាទសូមអរគុណ